សួស្តីប្រិយមិត្តទាំងអស់គ្នាត្រឡប់មកជួបជាមួយខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមកនិយាយពី Honda Dream Series 2022តើតម្លៃវានៅពេលបច្ចុប្បន្នតើតម្លៃវានៅសល់ប្រមាណមួយទឹកអញ្ចឹងចង់ដឹងថាតម្លៃវាប្រមាណកុំភ្លេចតាមដានវីដេអូនេះជាមួយនឹងខ្ញុំដូចតទៅមុននឹងចូលដល់តម្លៃរបស់វាយើងមកដឹងខ្លះៗពី Honda Dream 2022គឺជា Honda Dream Series ចុងក្រោយបង្អស់ដែលប្រើប្រព័ន្ធ Bensangរូបរាងដ៏តូចច្រឡឹងនិងសសង្ហារបស់វានៅតែពេញនិយមនិងទាក់ទាញចិត្តជានិច្ចសម្រាប់អ្នកប្រើប្រាស់ទោះបីជាវាសេរីទាបបន្តិចក៏ដោយសម្រាប់ចង្គៀងមុខរបស់វាបំពាក់ទៅដោយអំពូលធម្មតាតែប៉ុណ្ណោះតែនៅពេលដែលយើងធ្វើដំណើរនៅពេលយប់គឺវាភ្លឺច្បាស់ល្អអាចមើលផ្លូវឃើញច្បាស់ល្អមិនចោទជាបញ្ហាសម្រាប់ការមើលផ្លូវនៅពេលយប់នោះឡើយសម្រាប់ Honda Dream ឆ្នាំ2022បើយើងមើលពីខាងមុខគឺតែវាមើលទៅគឺស្អាតមែនទែនសម្រាប់ខ្ញុំផ្លាកកវាផ្លាកកពណ៌មាសមើលទៅគួរឲ្យទាក់ទាញចំណាក់អារម្មណ៍មែនទែនសម្រាប់ខ្ញុំគឺ Honda Dream 2022នៅតែជាជម្រើសល្អជានិច្ចសម្រាប់ខ្ញុំទោះបីជាវាចេញយូរឆ្នាំក៏ដោយក៏វានៅតែជាជម្រើសល្អជានិច្ចនៅពេលបច្ចុប្បន្នសម្រាប់ម៉ាស៊ីនរបស់វាគឺមានកម្លាំង 125cc ដែលអាចធ្វើដំណើរផ្លូវជិតផ្លូវឆ្ងាយមិនចោទជាបញ្ហានោះឡើយសម្រាប់ Honda Dream 2022បើយើងរកថ្មីនៅពេលបច្ចុប្បន្ននេះប្រហែលជាលែងមានហើយមុននឹងយើងសម្រេចចិត្តទិញម៉ូតូយកទៅប្រើប្រាស់អ្វីដែលយើងត្រូវពិនិត្យមុនគេគឺពិនិត្យទៅលើកាំនិងខ្នងរបស់វាតើវាមានភាពជ្រះចាប់ដែរឬទេពិនិត្យកបាំងពិនិត្យទូជុំវិញរបស់វាដើម្បីសង្កេតមើលថាតើម៉ូតូនឹងមានឆ្កូតត្រង់ចំណុចណាតើមានកន្លែងណាខ្លះដែលជាចំណុចខ្វះខាតដើម្បីកុំឲ្យមានការខកបំណងនៅពេលក្រោយនៅពេលដែលយើងទិញយកទៅប្រើប្រាស់ពិនិត្យទៅលើផ្នែកកង់ទ័រដើម្បីដឹងថាតើម៉ូតូដែលគេជិះពីមុនហ្នឹងតើគេជិះបានប្រមាណគីឡូម៉ែត្រកុំភ្លេចបញ្ឆេះស្ដាប់ដើម្បីដឹងថាតើម៉ូតូនឹងមានការបែកសំឡេងដែរឬអត់ចំណុចបន្ទាប់គឺយើងត្រូវតែជិះសាកដើម្បីដឹងថាតើម៉ូតូនឹងមានចំណុចខ្វះខាតត្រង់ចំណុចណាខ្លះតើវាខ្សោយត្រង់ចំណុចណាខ្លះបន្ទាប់ពីខ្ញុំរៀបរាប់យ៉ាងច្រើនពី Honda Dream 2022ឥឡូវយើងមកដឹងពីតម្លៃរបស់វាទាំងអស់គ្នាតើវាតម្លៃប្រមាណនៅពេលបច្ចុប្បន្នតម្លៃបច្ចុប្បន្នរបស់វាគឺនៅសល់ 2000 បើតាមខ្ញុំដឹងគឺ 2000 ស្ដើងបន្តិចបន្តួចទៅតាមស្ថានភាពម៉ូតូនៅល្អឬក៏មិនសូវល្អសម្រាប់ឆ្នាំ2026នេះ Honda Dream 2022នៅតែជាជម្រើសល្អជានិច្ចសម្រាប់អ្នកប្រើប្រាស់វីដេអូដែលខ្ញុំមកចែករំលែកគឺមានតែប៉ុណ្្នឹងទេអរគុណនិងសូមជម្រាបលា